បាទសួស្តីតេជជនជាទីស្រឡាញ់ចឹងថ្ងៃហ្នឹងបើនារីហាងលក់ទូរស័ព្ទដៃក៏ដូចជាបោះពុំគ្រប់ប្រភេទយើងខ្ញុំចង់បង្ហាញណារបៀបធ្វើកាយប័ត្រជូនអតិថិជនគេធ្វើម៉េចកាយប័ត្រមុននឹងបានមកក្បាលឲ្យបងប្អូនសរសេរហ្នឹងណាបាទចឹងដំបូងយើង print រួចឥឡូវយើងបានចឹងមកយើងធ្វើការអុកវាឲ្យស្មើដៃតិចមកណានេះយើងដាច់តិចអុកឲ្យស្មើដៃរួចក៏មកទៀតខ្ញុំធ្វើការគៀបជាមួយនឹងតកៀបចាប់ខោអាវយើងហ្នឹងគៀបកដាល2តិចនិចការអុកកដាតាមពិតទៅអ្នកអត់ដឹងគឺពិបាកតិចតែសារកដាវាមិនមែនដូចអាកដា A4 យើងទៅការ print តាមតូបហ្នឹងឯងគឺវាទុនដោយសារកដាគេហៅកដាកបោនវាទុនបាទអុកអ្នកធ្វើដបងចង់លាលែងសុំបែខ្ញុំក៏ដែរតែដល់ពេលដឹងតិចនិចទៀតធ្វើដូចខ្ញុំអញ្ចឹងគឺស្រួលយើងចាប់ថ្នមឲ្យលាក់ហើយយើងប្រើដៃកាប់មេកាប់យើងអាធំមេកាប់នេះធំមែនតើអាចកាប់ខ្នាតសភៅឲ្យបានយើងកាប់ត្រង់នេះមួយយើងគៀបអញ្ចឹងកុំឲ្យវារត់អញ្ចឹងយើងកាប់2អូខេយើងកាប់2អញ្ចឹងមកតមកទៀតយើងមានកូនសោមានអាញួរអញ្ចឹងណាខ្ញុំរកអាញួរឃើញខ្ញុំប្រើកូនសោយើងវាយក្បាលកាប់ឲ្យវារៀបតិចវាយក្បាលកាប់ហ្នឹងឲ្យវារៀបកុំឲ្យវាអាក្រក់មើលពេកអត់វាយក៏បានតែវាយឲ្យស្អាតការងារយើងវាស្អាតអញ្ចឹងណាតេជនឃើញធ្វើឲ្យចង់ធ្វើទៀតបន្ទាប់ពីប៉ុណ្ណឹងរួចយើងមានក្របមានក្របមុខក្របក្រោយអានេះក្របមានក្របចាំមកមានក្របទំនាប់អានេះយើងបិទខាងមុខក្របយើងបិទខាងមុខហើយអានេះយើងបិទខាងក្រៅហើយយើងមានស្គុតមុខ2អានេះបច្ចេកទេសខ្ញុំបច្ចេកទេសបងប្អូនធ្វើមិនទៀតខ្ញុំមិនដឹងទេបាត់អីមនុស្សយើងវាមានបច្ចេកទេសផ្សេងគ្នាខ្ញុំបាត់ចឹងមកណាបាត់3ខ្លីៗឲ្យបាញ់ណាបច្ចេកទេសខុសគ្នាដូចខ្ញុំជម្រាបចឹងណាបងប្អូនធ្វើមិនខ្ញុំអត់ដឹងទេតែខ្ញុំធ្វើអញ្ចឹងដើម្បីភាពងាយស្រួលរបស់ខ្ញុំបើខ្ញុំធ្វើក្រៅពីតិចនិចហ្នឹងគឺពិបាកខ្ញុំឃើញចឹងវាស្រួលអានេះខ្ញុំបាត់អាក្រោយនេះគឺខ្ញុំ